សួស្តីបងប្អូនទាំងអស់គ្នាបាទមិត្តសិក្សាកុំព្យូទ័រតនឹងផ្សេងការចែករំលែករបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបសម្អាតមេរោគបាទយើងធ្វើវាក្នុងមួយខែម្ដងទៅបងប្អូននេះបើសិនជាកុំព្យូទ័របងប្អូនមានភាពរអាក់រអួលមានថាវាចូលកម្មវិធីទៅវាអត់ចង់ដើរអញ្ចឹងឧទាហរណ៍ដូចជាកុំព្យូទ័រខ្ញុំដែរខ្ញុំខានសម្អាតវាជាងមួយខែហើយចឹងដោយសារខ្ញុំពីក្រោយខ្ញុំ download កម្មវិធីដែលវាអត់ដឹងថាមានមេរោគអញ្ចឹងវាធ្វើឲ្យកុំព្យូទ័រយើងរៀង slow បាទអញ្ចឹងវាអាចមកពីកត្តាហ្នឹងដែរហើយ storage ខ្ញុំតូចដែរអញ្ចឹងវាអាចនឹងធ្វើឲ្យកុំព្យូទ័រយើងឆាប់គៀងហើយមួយវិញទៀតគឺបញ្ហាដោយសារ RAM ដែរអញ្ចឹងបើសិនជា RAM បងប្អូនគ្នាវារៀងទាបដែរអាហ្នឹងគឺវាអាចនឹង slow វាអាចនឹងដើររៀងយឺតបន្តិចបាទអញ្ចឹងនេះគឺដោយសារតែខ្ញុំចែករំលែកទាក់ទងទៅនឹងការសម្អាតមេរោគដែលមេរោគដែលវាអត់ប៉ះពាល់ដល់កម្មចង់និយាយថាមេរោគហ្នឹងគឺវាពេលដែលយើងលុបវាទៅសម្អាតវាទៅវាអត់ប៉ះពាល់ដល់កម្មវិធីឬឯកសាររបស់យើងទេអញ្ចឹងជំហានទី1យើងប្រើនេះ MRT បាទអញ្ចឹងអាហ្នឹងគឺ free ទេបងប្អូនវាប្រើសម្រាប់ក្នុងការដែលយើងscan បាទ scan ទៅវាចាប់មេរោគយើងវាចាប់មេរោគបានវាកម្ចាត់ចោលបាទវានឹងលុបអូតូអញ្ចឹងរបៀបប្រើវាគឺយើងចុច Windows បាទចុច Windows បូក OR បាទចុច Windows ឲ្យជាប់បាទហើយបូក OR មកបាទដល់តាមនេះគឺយើងត្រូវសរសេរក្នុងកន្លែង Open នេះយើងត្រូវបើកវាបាទយើងបើកវាយពាក្យថា MRT បាទសេទូចមកបងប្អូនខ្ញុំចុចសេទូច MRT បាទបែបហ្នឹងមកហើយចុច OK បាទខ្ញុំចាំបន្តិចចឹងបងប្អូនគ្នាអាចធ្វើបានអញ្ចឹងនៅពេលដែលកុំព្យូទ័របងប្អូនគ្នារៀងលក្ខណៈអារអួលវារៀង slow ហ្នឹងហើយអាចធ្វើវិធីសាស្ត្រហ្នឹងបានចឹងល្អមែនទែនយើងចុច OK មកចឹងវាអត់ប៉ះពាល់អីដល់ឯកសាររបស់យើងទេចឹងគេបាទឃើញគេប្រើហ្នឹងដែរអញ្ចឹងគឺល្អមែនទែនតែខ្ញុំ recommend ឲ្យប្រើទៅចឹងចុច next មកយកមកដល់អ្នកគ្នា scan tab អញ្ចឹង please choose types of scan អញ្ចឹងអ្នកគ្នាយកទី1មកទី1គឺ quick scan បាទ scan areas of the system most likely to contain ស្អីនេះអ្នកគ្នា malicious software if malicious ហ្នឹងអ្នកគ្នាដឹងហើយយកហ្នឹងមកទី1មកបើទី2យើង scan យើងមានអារម្មណ៍ថាយើងមេរោគច្រើនអញ្ចឹងយើងវា full scan នេះគឺមេរោគច្រើនអញ្ចឹងអ្នកនរគ្នា scan អានេះមកបើសិនជាមេរោគច្រើនតែសម្រាប់តែយើងអត់អីទេមកបានគឺ scan នេះមកបើអ្នកនរគ្នា scan អានេះយើងអាចចាំរហូតដល់ច្រើនម៉ោងអាចជាងការទៅមួយថ្ងៃជាងការទៅ10ម៉ោងអញ្ចឹងអ្នកនរគ្នា scan អានេះមកវារយៈពេលខ្លីទេចុច scan អញ្ចឹងគឺនេះវានឹងចាប់មេរោគកម្មវិធីហ្នឹងគឺយើងវា tool ហ្នឹងគឺយើងចាប់មេរោគហើយវាលុបចោលអូតូបាទអញ្ចឹងមេរោគអីគេមេរោគហ្នឹងគឺតើតើនឹង file ដែលយើងបាន download ឬកម្មវិធីដែលយើងបាន download ហើយវានៅជាប់ហ្នឹងឬក៏មេរោគដែលអត់ប្រយោជន៍ចឹងវានៅជាប់ហ្នឹងវាអាចនឹងធ្វើឲ្យកម្មវិធីហ្នឹងគឺកុំព្យូទ័រគឺវាដើរយឺតឧទាហរណ៍អញ្ចឹងបើសិនជាខោអាវយើងអញ្ចឹងបើសិនជាខោអាវយើងប្រឡាក់ពេលយើងអត់សម្អាតវាទេវានឹងជាប់នៅហ្នឹងហើយមើលទៅអត់ស្អាតកុំព្យូទ័រវានឹងគៀងវានឹងអាចធ្វើឲ្យយើងរដាក់រលួងពិបាកប្រើប្រាស់អញ្ចឹងខ្ញុំធ្វើការ scan ហើយបាទអញ្ចឹងខ្ញុំចាំបន្តិចទៅបាទខ្ញុំនៅកាត់វីដេអូខ្លះដើម្បីឲ្យលឿនកន្លែងនេះខ្ញុំស្កប់បន្តិចមកដើម្បីឲ្យចាំឲ្យអ្នកនរគ្នាទស្សនាយូរបាទអូខេពុកម៉ែបងប្អូនឥឡូវយើងបានចាប់ហើយ scan ទៅសាយើងបញ្ចប់ហើយ
ចឹងបងប្អូនចុច finish មកបាទអញ្ចឹងការ scan របស់យើងទទួលបានជោគជ័យហើយបាទមានអារម្មណ៍ថាវារៀង smooth ជាងមុនវាដើរលឿនជាងមុនបាទអញ្ចឹងល្អមែនតើអញ្ចឹងមួយទៀតតទី2យើងទៅទី2អញ្ចឹងទី2គឺយើងយើងវាយពាក្យថាយើងចុច control ចុច window បូកអក្សរ o បាទចុចដូចគ្នាមកបាទចុច window បូក o មកនេះចេញចុចដូចមាញ់ដែរហើយយើងវាយពាក្យនេះចូល prefix បាទវាយពាក្យ prefix ចូលចឹងវាយចូលក្នុងកន្លោននេះប្លោះនេះមកហើយ prefix បាទនេះមកហើយចុច OK អញ្ចឹងចុច continue អញ្ចឹងបងប្អូនចុច select ទាំងអស់មកហើយចុចលុបមកចុច delete បាទអ្នក delete ទៅមានបញ្ហាអីទេ file ហ្នឹងគឺមានឯកសាររបស់យើងគេគឺសុទ្ធតែមេរោគទេសុទ្ធតែមេរោគដែលវាបន្សល់ទុកមិនហ្នឹងអូខេអញ្ចឹងខ្ញុំបានលុបហើយអូខេបងប្អូនទៅទី3អញ្ចឹងទី3យើងចុចដូចមាញ់ណាយើងបែកពាក្យថា temp បាទ T E M P temp ចុច window បូកអមបាទចុចនោះបាទហើយចុចមកវាយកន្លោនេះឲ្យពាក្យថា temp ឲ្យបែបនេះមកតោះនេះបាទឲ្យពាក្យ temp អញ្ចឹងហើយចុច OK តោះមកតោះនេះចុចកន្លែង file name នេះកន្លែង select ទាំងអស់នេះមកហើយចុច delete ហើយចុច continue ហើយចុច do this for all current item អញ្ចឹងចុច select នេះមកចុច continue មកបាទអូខេចុច skip មកបានហើយអូខេអញ្ចឹងបានហើយអូខេអញ្ចឹងមួយទៀតនេះគឺយើងវាយដូចគ្នាមាញ់ធ្វើដូចមាញ់ហើយចុច window បូក o ហើយចុចវាយពាក្យថាវាយពាក្យភាគរយហើយ temp អញ្ចឹងយើងថែមដល់នេះតិចមកថែមទៅភាគរយវាមកបាទអញ្ចឹងយើងថែមទៅភាគរយវាបងថែមភាគរយវាមកថែមបែបនេះហើយចុច yes ដល់កន្លែងនេះបងប្អូនលុបចោលបងប្អូនលុបដូចគ្នាធ្វើដូចមាញ់អូខេអញ្ចឹងវាធ្វើការលុបហើយបើ file ដែលមេរោគគឺច្រើនមែនតើអូខេបន្តមកទៅមកលុបមកបាទបងប្អូនធ្វើបែបហ្នឹងមកដើម្បីឲ្យកុំព្យូទ័រយើងដើរលឿនហ្នឹងហើយសាកលបងធ្វើទាំងអស់គ្នាទៅពេលដែលបងប្អូននៅកុំព្យូទ័ររៀងរដាប់យើងគេឥឡូវខ្ញុំធ្វើការលុបវាហើយវាពងអត់ដើរភាសា file វាច្រើនពេកនេះឃើញដល់ 10000 item ជាងអញ្ចឹងពួកទាំងអស់នេះគឺនៅពេលដែលយើង download អីមកវាជាប់នៅនឹងវាបានលុបយើងការយើងអត់ដឹងថាកុំព្យូទ័រយើងវាក៏ slow អញ្ចឹងអាចមកពីអានឹងដែរ skip អូខេបាទអញ្ចឹងមួយទៀតតោះអស់ហើយយើងបានជោគជ័យអញ្ចឹង discrete app អញ្ចឹង discrete app ក៏យើងគួរតែសម្អាតដែរអញ្ចឹងយើងធ្វើម៉េច discrete app ហ្នឹងគឺយើងចូលកន្លែង search មកយើងវាយពាក្យ discrete app មក discrete app អូខេបងខ្ញុំសុំសេមទៅបាយឲ្យបងភិរមដឹកខ្ញុំទៅកន្លែងជាបានមុខបានតើណាតែខ្ញុំណាត់ពេទ្យហែមសោមកជាបានតើណាជាបាននៅផ្លូវលេខ3បាទជិះយ៉ាត់ដៃបាទអរគុណបងបាទអេយ៉ាអូខេចុច delete មកសុំទោសដល់ខ្ញុំមានស្ដីរំខានអូខេចុច discrete ណាបងចុចតាមខ្ញុំប្រាប់មកអូខេនៅពេលដែលវាដើរពេញបងប្អូននឹងប្រើប្រាស់បានធម្មតាហើយអញ្ចឹងអរគុណច្រើនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយបងប្អូនពេញចិត្តវីដេអូនឹងការចែករំលែកនឹងការកុំព្យូទ័រផ្សេងបងប្អូនគិតថាវាមានសារៈសំខាន់ឬសារៈប្រយោជន៍ចំពោះបងប្អូនអញ្ចឹងបងប្អូនអាចចុច subscribe ចុច subscribe អ្នកមួយផងបាទហ្នឹងហើយដើម្បីទទួល
ទទួលបានវីដេអូថ្មីជារៀងរាល់សប្តាហ៍ឬជារៀងរាល់ថ្ងៃបាទយើងអរគុណច្រើនពុកម៉ែបងប្អូនជូនពរឲ្យមានសុខភាពល្អមានប្រាជ្ញាមានកម្លាំងមួនធ្វើការកិច្ចការងារផ្សេងជោគជ័យគ្រប់ភារកិច្ចអរគុណច្រើនសូម